អរគុណច្រើនអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូខ្ញុំលើកនេះគឺថាពីនេះពីនោះច្រើនបែបច្រើនយ៉ាងមែនតើពីព្រោះអីធាតុអាកាសប្រែប្រួលរត់តាមតាន់ទេហើយទៅខ្ញុំបាន order furniture មកដាក់នៅខាងក្រោយហើយក៏មិនមានពេលដាក់ទៀតព្រោះអីភ្លៀងហើយថ្ងៃនេះក៏ខ្ញុំថតតំណែងតិចដាក់នៅក្នុង YouTube ដើម្បីអ្នកទាំងអស់គ្នាបានមើលចាជួយទស្សនាវីដេអូខ្ញុំដូចតទៅនេះចាជម្រាបលានេះជាផ្ទះនៅសហរដ្ឋអាមេរិកគឺរូបរាងចឹងហើយម្នាក់គេតុបតែងផ្កានៅរដូវនេះហើយទៅជាជនគេរស់នៅដូចថាស្ងប់ស្ងាត់មែនតើចានៅទីនេះពេលស្លឹកឈើជ្រុះក៏ស្អាតពេលស្លឹកឈើលោះក៏ស្អាតចាស្អាតគ្រប់កន្លែងទាំងអស់ហ្នឹងផ្ទះស្រុកអាមេរិកគឺម៉ូដខុសគ្នាយើងអាចជ្រើសរើសយកបានយ៉ាងស្រឡាញ់មួយណាយកមួយហ្នឹងចានេះនៅផ្នែកខាងមុខផ្ទះគឺថាពេលដែលយើងទិញផ្ទះមកគេធ្វើឲ្យយើងស្រាច់ចឹងហ្មងយើងគ្រាន់តែដាំផ្កាលម្អបន្តិចតួចទៅហើយទៅក្រៅពីហ្នឹងគឺថាពេលយើងទិញផ្ទះវាមកដូចថាគេដាំឲ្យយើងគៀនហ្នឹងដាំស្រាច់ចឹងហើយយើងតុបតែងទិញផ្កាដោយខ្លួនឯងមកយកមកដាក់ជួយលម្អឲ្យបានកាន់តែជ្រះថ្លាទៀតទេហើយឥឡូវនេះដល់រដូវផ្ការីកបាទខ្ញុំចាប់ផ្ដើមរីកហើយរីកមិនទាន់ទេឆ្លុះគាត់មកស៊ីអស់ហើយខ្លះម៉ូតខ្លះក៏ឆ្លុះអត់ស៊ីអញ្ចឹងណាខ្លះក៏ឆ្លុះស៊ីទៅចាប៉ុន្តែរបៀបដូចថាវាចេញមកអញ្ចឹងដូចថាយើងទិញផ្ទះមកគេដូចថាដើមឈើទាំងឡាយហ្នឹងគឺថាគេមកស្រាប់ប៉ុន្តែយើងត្រូវជួលឲ្យគេកាត់ឲ្យយើងដើម្បីកុំឲ្យវាដុះអាក្រក់មើលពេកកាលណាយើងអត់ថែវាទេដើមឈើហ្នឹងដុះមកលុបផ្ទះអាក្រក់មើលមែនតើចាអញ្ចឹងទៅដូចថាយើងត្រូវតែថែវាព្រោះអីពេលឲ្យទិញមកវាទូចដល់ពេលហើយទៅធំឡើងតែយើងអត់ចេះកាត់អត់ចេះថែវានឹងដុះជាគ្រៀងខុសរបៀបលែងស្អាតហើយមកឲ្យវាដុះខុសលក្ខណៈឬក៏របៀបតែពេលអញ្ចឹងទៅវានៅដូចថានៅតែត្រឹមហ្នឹងនៅតែទូចប៉ុណ្ណឹងហើយវាអត់លុបផ្ទះយើងណាអញ្ចឹងមួយឆ្នាំកាត់2 ដងចាដើម្បីឲ្យដើមឈើហ្នឹងលូតលាស់ល្អយើងត្រូវកាត់វា2 ដងឃើញទេនេះបាទមួយនេះផងកាត់រៀងដូចពូកមកណាចាចំណែកនេះវិញគឺមកកាក់ចាមកកាក់ខ្ញុំនេះណាឡងទុំមកហើយដូចថាមុនដំបូងខ្ញុំថាអត់ចង់ញ៉ាំទេទុកឲ្យវាល្អមើលដល់ពេលហើយទៅឥឡូវនេះវាទុំបាត់ទៅហើយអញ្ចឹងបងប្អូនណាមកលេងផ្ទះខ្ញុំមក more than welcome បេះញ៉ាំទៅព្រោះអីខ្ញុំមិនសូវញ៉ាំប្រហែលតែជួបគេជួបឯងខ្ញុំញ៉ាំតែបើឲ្យនៅតែឯងចេះញ៉ាំទេមិនឡើយជ្រុះនៅក្នុងផើងនឹងបាត់ឯនេះហើយទៅពេលយកមករាល់ឆ្នាំហើយគេផ្លែដូចថាវាឲ្យផ្លែខ្ញុំម្ដងមកចកោមជាការ2ចកោមណាតែលើកនេះឥឡូវខ្ញុំឃើញនេះគេចេញផ្កាមកទៀតហើយអញ្ចឹងអ្វីផ្សេងទៀតខ្ញុំអត់ដឹងតែពេលវាចេញមកពេលណាក៏ប៉ុន្តែមួយនេះចេញមកខ្ញុំដឹងតែឆ្នាំនេះបានមកចកោមទៀតហើយចានេះណែទឹកមិនយកចេញមកបាន2-3អាទិត្យហ្នឹងឥឡូវលូតលាស់ល្អមែនតើស្លឹកគេណែអូខេនេះហើយជាមកកាក់របស់ខ្ញុំនៅពេលដែលខ្ញុំយកមកដាក់នៅក្រៅដូចអ្នកទាំងអស់គ្នាបានឃើញហ្នឹងម៉ែអូយផ្កាក្រហមពណ៌ស្អាតណាស់លោកអើយអានេះម៉ែឡើងក្រហមឆ្អៅលើកមុនខ្ញុំយកមកវារាងភ្លាវហើយពណ៌បៃតងតិចពណ៌ pink តិចឥឡូវនេះម៉ែវ៉ាវស្អាតដល់ហើយតងគេហ្នឹងរឹងមាំមែនតើម៉ែso pretty I just love these flowers It's called the King of Crown ឃើញតែនៅខាងក្រោមនេះគឺថាខ្ញុំអត់ឲ្យវាលាស់ញ៉ៃទេដល់ពេលអញ្ចឹងទៅវាអត់មានដុះទេប៉ុន្តែឥឡូវខ្ញុំឃើញអ្នក baby មកមួយហ្នឹងនោះគ្រាន់តែ baby ចេញមកមួយម្នាក់ណាគេដាក់ឈ្មោះគេទុកចាំស្រេចបាត់ហើយគេចង់បាន baby ហ្នឹងយកទៅផ្សំចាដើម្បីឲ្យវារស់ស្អាតកាលខ្ញុំយកមកចិញ្ចឹមមកមុនដំបូងគឺថាវាទូចប៉ុណ្ណេះពួកម៉ាក់ខ្ញុំគេឲ្យមកទូចប៉ុណ្ណឹងហើយដល់ហើយទៅឃើញមកគល់វាតែមកគល់ហ្នឹងរួចហើយទៅវាបែកដល់ពេលវាបែកទៅ
ខ្ញុំឲ្យវាបែកទឹកខាងនេះមួយខាងនោះមួយខ្ញុំអត់កាត់វាដល់ណាមួយដោះមកខុសរបៀបខ្ញុំកាត់វាចេញណាដល់ពេលហើយទៅវាដោះឡើងអញ្ចឹងល្អអូយល្អនេះដឹងជាអាយុប្រហែលហើយតែផែ10ឆ្នាំជាងហើយដឹងខ្ញុំភ្លេចបាត់ហើយពីព្រោះអីរស់ដូចថាវារស់ដាក់ក្នុងក្រៅក៏រស់ដាក់ក្នុងក៏រស់ដូចថាវាអត់ទៅណាសោះល្អមែនតើដូចជាយ៉ាងហោចណាស់ជិត10ឆ្នាំជាងហើយដែលតាមខ្ញុំយកមកដូចជិត10ឆ្នាំហើយល្អអូយល្អអាមួយទៀតពណ៌សតែអត់មានល្អដូចចេះតែចាំមើលខ្ញុំយកវាយកមកដាក់នៅក្រៅខ្លាច់លោវាផ្កាល្អដូចចេះដែរពីមុននឹងខ្ញុំមានអាពណ៌នេះខ្ញុំមានពណ៌សហើយផ្កាល្អដូចគ្នាហើយខ្ញុំអត់បានថែឬក៏ថតទុកទេអាផ្កាសនោះស្អាតរបៀបមួយយ៉ាងម្នាក់អញ្ចឹងណាប៉ុន្តែមួយនេះខ្ញុំឃើញតួងវារឹងមាំមែនតើដល់ពណ៌សផងខ្ញុំអត់តួងវាខ្លីអត់វែងអញ្ចឹងទេថ្ងៃនេះថ្ងៃរះពលឺចែងចាំងតែម្ដងអ្នកទាំងអស់គ្នាមេឃសតុំមកឡើងប្រមាណថ្ងៃហើយតែថ្ងៃនេះឯងមានធាតុអាកាសល្អជាថ្ងៃច័ន្ទហើយទៅពួកយកបានធ្វើការទេអញ្ចឹងនៅផ្ទះមួយថ្ងៃទៀតហើយអ្នកគ្នាមើលពពកនៅលើក្បាលខ្ញុំចោះនៅឡើងមេឃពលឺចែងចាំងស្រស់ស្អាតមែនតែនហ្មងណាដូចថាភ្លឺមានរស្មីចែងចាំងតែម្ដងអញ្ចឹងខ្ញុំមកថតផ្កាខ្ញុំឲ្យមើលឥឡូវដែលដូចថាភ្លៀងមកពី3ថ្ងៃហ្នឹងទៅឥឡូវផ្កាហ្នឹងវាដូចថារីកស្រស់ល្អមែនតើគ្រប់ពេលវេលាតែម្ដងមែនណារីកស្រស់ស្អាតណានេះណែ wow it's gorgeous it's still blooming វ៉ាវថ្ងៃនេះអត់ភ្លៀងទេមិញបើកថ្ងៃឥឡូវមេឃសតុំទៀតហើយមេឃសតុំមួយសតុំហើយឥឡូវនេះរបស់ furniture ដែល order មកហ្នឹងឥឡូវវាមកដល់ហើយអីវ៉ាន់ដែលខ្ញុំដាក់ order មកគួយនេះឥឡូវមកដល់ហើយនេះណែឃើញទេឥឡូវយើងអាចអង្គុយបានហើយវាភ្លៀងអូយភ្លៀងរាល់តែមកអង្គុយ enjoy កន្លែងស្អាតមិនបានសោះឃើញទេនេះស្អាតណាឥឡូវយើងអាចអង្គុយទស្សនាព្រៃព្រឹក្សានៅខាងក្រោយនេះស្អាត This is a perfect plot for it look មានអារម្មណ៍ស្រស់ស្រាយមែនតើអូយ I like my outdoor furniture ប៉ុន្តែស្អែកនេះភ្លៀងមកទៀតហើយប៉ុន្តែ order មកគេមានរបស់សម្រាប់ cover កុំឲ្យវាសើមបើដាក់គ្រាប់វិញហ៎បង It's so comfortable នេះ It's very nice I like it ឃើញទេនេះគេគ្រាប់កុំឲ្យទឹកភ្លៀងណាចាំមើលគេក៏គ្រាប់ខ្ញុំឃើញគាត់ assemble ឡើងយូរព្រោះអីពេលគេ order មកម្ដងមួយ piece យើងដាក់វាល្មមក្លឹបឃើញទេនេះយេនេះទាំងអស់ហ្នឹងហើយគេមានកន្លែងចងទៀតមែនណាកុំឲ្យខ្យល់ផាត់ទៅអូអាស្អីគេហ្នឹងគេរូតជើងវាលោកនេះទៅណាវាព្រោះអីស្អែកភ្លៀងទៀតហើយអញ្ចឹងពួកខ្ញុំរៀបចំខ្ចប់វាទុកវិញគ្រាន់តែថាថ្ងៃណាធាតុអាកាសពេលល្ងាចនេះត្រឡប់មកដល់ផ្ទះវាអត់ភ្លៀងណាឃើញទេស្រឡាញ់ទេស្អាតទេឥឡូវមានតាមពីតូងមានកន្លែងអង្គុយញ៉ាំបាយហើយតុអង្គុយលេងអូខេរួចរាល់ហើយអាទិត្យក្រោយធាតុអាកាសល្អបងនៅខាងណាអាហ្នឹងចិត្តល្អហើយប៉ាមួយនេះខ្ញុំឃើញជើងវានៅពាក់កណ្ដាលខាងនេះអត់ចិត្តចឹងណាអូបើវាលឹមស្រេចមក maybe it's okay so this is a cover are you sure you not like you បច្រាស់អានោះមកណេះមកអូOkay that's it cover ដូចអញ្ចឹងទៅដល់ពេលទៅយើងត្រូវការអង្គុយយើងបើកវាវិញមកអង្គុយញ៉ាំបាយនៅក្រៅផ្ទះថ្ងៃនេះចាមានសម្លមកជូរគ្រឿងហើយនឹងជើងទាអូចាក់ខំត្រូវមកទេហិល
Wow, that yellow bird looked like a canary. Tập tại sò xa ở thà mê xa bà lư chàng chăng mà sâu mình sò khó khăn nè ta mà phải buồn mong mà nè à lời này pliêng khăn mình tên đó nè vì mình pliêng đôi miền cò luôn rồi cho lại cứ thả pliêng sập lẹ màu chọc chẳng á tới nhầm rất là đâm và lại nhầm từng pliêng là ngày bị pruei pliêng pi bảy ngày này cứ thả pliêng chuột từng chả rồi hai tới có mà đằng chả chăm pel na về riêng tây chẳng nhầm rất là đâm và lại từng pliêng đằng chả ôi mà này tập sao toàn phật nó màu tiệt ai. I was just giving a few compliments regarding to the weather. It's so beautiful and gorgeous, bright sunshine. The next thing you know, it's like cloudy, raining constantly. OMG. Unpredictable weather. ជំរាបសួរស្ដីអ្នកទាំងអស់គ្នាឥឡូវខ្ញុំយកដំណាំខ្ញុំនឹងទៅដាំមកទាំងភ្លៀងហ្នឹងហើយព្រោះអីម្សិលមិញហ្នឹងធាតុអាកាសល្អហើយតែអត់បានដាំតែឥឡូវនេះភ្លៀងមកតែស្រាក់តែស្រំបើវាមិនដាំទៀតច្បាស់ជាអត់មានពេលណាដាំទៀតទេឥឡូវនេះខ្ញុំនឹងយកវាទៅដាំមកទាំងភ្លៀងហ្នឹងឯងព្រោះអីក៏ធ្វើរងឲ្យរួចហើយធ្វើកន្លែងដាំឲ្យរួចហើយចឹងទៅនៅតែខ្ញុំយកវាទៅដាំនឹងឯងអូនេះណាភ្លៀងសើមិញធាតុអាកាសល្អអូយល្អមកថ្ងៃអត់មួយថ្ងៃចឹងដល់ពេលអញ្ចឹងទៅពិបាកដែរហ្នឹងមានតែធ្វើតាមដំណើរចុះអូខេអូចាឥឡូវនេះដំណាំខ្ញុំហ្នឹងដាំទាំងភ្លៀងរួចរាល់ហើយចាគឺជាដំឡូងនេះជាដំឡូង sweet potato ហើយទៅអាហ្នឹង sweet basil គេថាឲ្យក្តិចផ្កាចេញហ៎ sweet basil ជីវងយើងហ្នឹងអ្នកទាំងគ្នាហើយតែនេះជីប្រហើហើយខាងនេះមាន rosemary ហើយនឹងម្រះព្រៅអាមេរិកកាំងចាវាអត់ឈ្ងុយដូចម្រះព្រៅយើងទេក៏ប៉ុន្តែញ៉ាំមានម្រះព្រៅខ្មែរយើងដាំបដោះវាអត់ទាន់ដោះចាចំណែកនៅទីនេះវិញម្ទេសគឺកូនម្ទេសដែលខ្ញុំបដោះឥឡូវវាធំហើយខ្ញុំយកវាមកដាក់ដាំហើយខាងនេះវិញជាម្ទេសដែលខ្ញុំទិញមកពីហាងហើយនេះប្រសក់ទិញមកពីហាងដែរអត់ទាន់ចេញផ្លែទេហើយខាងនេះក៏មានម្ទេសថែមទៀតចាម្ទេសហើយនឹងប៉េងប៉ោះអញ្ចឹងនេះហើយជាបន្លែដែលខ្ញុំដាំបានឥឡូវនេះណាចាំពេលវាមានផលមានផ្លែមានផ្កាអីចឹងទៅខ្ញុំក៏ថតចែកជូនអ្នកទាំងអស់គ្នាបានឃើញទៀតកន្លែងទីនេះខ្ញុំដាក់ស្ពៃកូនស្ពៃបដោះលោកអើយកូនមិនស្ពៃឯងគេហៅសាឡាត់ដោះមីងក៏ឲ្យក្របមកខ្ញុំមកដឹងខ្ញុំបេះញីវាទៅឥឡូវដុះឡើងពេញហ្នឹងអូយច្រើនមែនតើបាក់ទៅដកគាត់ចូលខ្លះហើយហើយសាគូនេះក៏ចេញរូបរាងមកហើយនេះនៅទីនេះខ្ញុំដាំផ្កាហើយខ្ញុំអត់ដឹងតែឆ្លុះហ្នឹងវាស៊ីផ្កា sunflower អ្នកទាំងអស់គ្នាមើលណោះឡើងដាច់បិទប៉ុន្តែផ្កានេះវាអត់ហ៊ានស៊ីទេហើយនៅពេលដែលភ្លៀងធ្លាក់មកអញ្ចឹងលោកអើយអាស្ពៃខ្ញុំនេះវាល្អមែនខ្ញុំដកវាជ្រក់បាន1គីឡូហើយអានេះខ្ញុំទុកវាស្ងោរញ៉ាំអីអញ្ចឹងណា So everybody this is my mustard green it's coming along very well ថ្ងៃនេះដាំស្ពៃបានល្អឥឡូវខ្ញុំមកដកស្ពៃទៀតហើយដកស្ពៃយកទៅធ្វើជ្រក់អ្នកទាំងអស់គ្នាលើកមុនខ្ញុំទុកវាធំពេកថ្ងៃនេះខ្ញុំមកដកវាយកទៅខ្លះមុនវានៅខ្ចីPicking my vegetable today. Look, ពោះវែងទៀតហើយនេះអូ
ban một cái trái giờ ta thấy chưa ruộng lượng này giờ ta thấy chưa ruộng mà đạm đi cần cha ông thom môi thom mà nè ui fly lần ui dạ bại đằng với thom về dạ đang chết đồng tí đi wow mà là thom môi mà crop đẹp ngon đi à crop thơ bụi tinh cái thay na mà cái chọc pi riel bay riel thay mà tên chân nhầm tục ở đâu rồi vậy thay chân cho làm bay rọt năm rọt xa tiết nhầm bạch tinh cái wow bạn là không phải nè these are all seed mustard green seed they're so expensive nowadays so I'm just gonna save all that seed so I don't have to keep buying it yeah pick them all up to make pickle giờ tôi thấy chứ độ này tao ngon nè tục là tao này phi bảy đam tục sang ảo okay so I'm gonna make pickle so watch me make pickle later แล้วบ้านមកកច្រៃនេះយកទៅជ្រក់ហើយយកទៅធ្វើផ្ទាប់ញ៉ាំជាមួយឡាបផងចាភ្លាសាច់គោនេះរួចរាល់ហើយតិចទៀតខ្ញុំទៅធ្វើញ៉ាំខ្ញុំត្រាំទឹកខ្មាស់5-10នាទីរួចបានលាងវាចេញហើយវាអស់សត្វហើយរិនវាជាមួយ cold water លាងមួយស្លឹកមួយទៀងហ្នឹងឲ្យអស់ដីហើយបានទៀងដាក់សម្រាប់ឲ្យវាស្រស់បានយកទៅជ្រក់ចានេះជាស្ពៃជ្រក់ដែលខ្ញុំជ្រក់ហ្នឹងឥឡូវខ្ញុំជ្រក់វារួចរាល់ហើយខ្ញុំបានធ្វើវីដេអូជ្រក់ស្ពៃច្រើនមកហើយណាអញ្ចឹងលើកនេះខ្ញុំមិនបានបង្ហាញថាជ្រក់យ៉ាងម៉េចទេ so everybody this is my mustard green pickle so I have shown so many video already so if you wanted to know how to make pickle you can go on to my YouTube and check how to make pickle green mustard or mustard green okay រួចរាល់ហើយអរគុណច្រើនបានមើលវីដេអូខ្ញុំជួបគ្នាលើក្រោយជម្រាបលា bye bye OMG I feel so lucky today where you going hey buddy where you going yeah no it doesn't bite they yeah no it doesn't because this is just a land turtle it's not a snapping turtle wow look yeah I will my god you look so handsome OMG, I'm gonna put you back in the. I'm afraid someone might mow the lawn over him. Oh my God! You want a picture? Here, you want to put it here? Yeah. Oh my God, he's so heavy. He's very heavy. Yeah. All right, bye bye, my friend. Good luck to you. Find your home. I don't know where it is. Just go look for one.